វីដេអូនេះខ្ញុំប្រាប់ពីរបៀបសេរីគុណភាពរូបភាពបាទបើសិនជាទូអ្នកគ្នាប្រភេទ4K តែដល់ពេលវាបង្ហាញមកត្រឹមបាទ720ឬក៏ Full HD អញ្ចឹងអ្នកគ្នាអាចបើជាស្នេហ៍ចុចទៅកាន់ setting បន្ទាប់មកយើងយករូបទូនេះ device preference ហ្នឹងបាទចុច OK លើនឹងមួយបាទបន្ទាប់មកអ្នកគ្នាអូសមកក្រោមបាទយើងឃើញពាក្យថានេះ display នេះចុច OK លើ display ហ្នឹងមកបាទបន្ទាប់មកបាទចុច OK លើ HDMI output mode ចុច OK មួយមកអ្នកគ្នាឃើញគុណភាពហើយបាទណាបាទអញ្ចឹងដូចទូខាងពួកខ្ញុំជាប្រភេទ 4K អញ្ចឹងយើងអាចយក 4K មកយើងយកត្រឹម 30Hz ក៏បានឬក៏ចង់បាន 60Hz យើងយក 60Hz តាមហ្នឹងមកដល់កន្លែងនេះយើងចុចពាក្យថា yes មកយើងនឹងទទួលបានជាមួយនឹង quality 4K មកហើយបាទអញ្ចឹងយើងអាចសេរីតាមហ្នឹងក៏បានឬក៏អត់ចង់សេរីអញ្ចឹងទៅយើងដាក់អូតូក៏បានដែរអ្នកនរគ្នាណាបាទយើងអាចធ្វើដាក់អូតូអញ្ចឹងក៏បានវាអាចជាទូទៅវានឹង detect បាទ detect screen របស់យើងអូតូម៉ាទិកតែម្ដងបាទអញ្ចឹងយើងអាចដាក់អូតូហ្មងក៏បានដែរអញ្ចឹងដូចថាខ្ញុំដាក់អូតូអញ្ចឹងគឺដោយសារ TV របស់ខ្ញុំគឺជាប្រភេទ 4K 60Hz អញ្ចឹងគឺវានឹងអូតូ generate រូបភាពមក 4K 60Hz មកតាមហ្នឹងហើយបាទអញ្ចឹងមានប៉ុណ្្នឹងទេហើយខ្ញុំបង្ហាញមួយទៀតចុះតាក់ទងជាមួយនឹងការ zoom screen បាទអញ្ចឹងបានន័យថាបើសិនជាអេក្រង់អ្នកនរគ្នាបានន័យថាវាបាត់កម្មវិធីវារៀងតូចពេកឬក៏ធំពេកយើងអាច zoom screen ចេះបាទណាបាទអញ្ចឹងរបៀប zoom screen អ្នកនរគ្នាចូលដូចគ្នាកន្លែងមុនហ្នឹងបាទនេះខ្ញុំសុំចេញមកម្ដងទៀតយើងចូល setting បន្ទាប់មកអ្នកនរគ្នាចូលកន្លែង device preference យើងចូលដូចគ្នាជាមួយនឹងសេរីគុណភាពដូចមុនហ្នឹងទេបាទបន្ទាប់មកយើងយក display ហើយយើងយកអាក្រោមលើនេះគឺសេរីគុណភាពរូបភាពខាងក្រោមទី2នេះគឺសេរីទំហំបាទន័យថាបើសិនជាវាលើសឬក៏ខ្វះអីហ្នឹងអ្នកនរគ្នាអាចទាញទៅតាមហ្នឹងមកណាបាទនិយាយឃើញចង់បានប៉ុណ្ណាយើងទាញប៉ុណ្ណឹងឥឡូវឧទាហរណ៍ថាខ្ញុំទាញតែត្រឹមប៉ុណ្នេះអញ្ចឹងបានន័យថារូបភាពរបស់វាហ្នឹងវានឹងតូចវាតូចជាងអេក្រង់ទូយើងអញ្ចឹងទៅអញ្ចឹងដើម្បីឲ្យពេញគឺយើងចូលទៅសេរីតាមអ្នកនរគ្នាអេក្រង់ជាក់ស្ដែងព្រោះខ្ញុំអត់អាចប្រាប់អ្នកនរគ្នាថាសេរីប៉ុណ្ណាបានវាពេញអេក្រង់ទេអញ្ចឹងអាចមើលនេះអាខ្មៅហ្នឹងឲ្យវាពេញបាទមកចេះមកបាទគឺវាស្អាតហើយយើងចាក់ទៅវាអត់បាត់រូបភាពទេបាទអូខេអញ្ចឹងមានប៉ុណ្ណឹង